Ronaldo តាមស្មើកំណត់ត្រា Carlos Reyes ជាកីឡាកររកគ្រាប់បាល់ច្រើនជាងគេនៅក្នុងវគ្គជម្រុះ World Cup ក្រុមជម្រើសជាតិព័រទុយហ្គាល់វាយបកឈ្នះហុងគ្រីលទ្ធផល 3-2 ក្នុងការប្រកួតវគ្គជម្រុះ World Cup 2026 ក្នុង Pool F ប្រចាំទ្វីបអឺរ៉ុបប្រធានក្រុម Cristiano Ronaldo ដែលរកបានមួយគ្រាប់ដោយការសុទ្ធបាល់ពេណាល់ទីបានជួយរួបគេតាមស្មើកំណត់ត្រាកីឡាករសុទ្ធបញ្ចូលទីច្រើនជាងគេនៅវគ្គជម្រុះបាល់ទាត់ពិភពលោកនិងឈានទៅបំបែកកំណត់ត្រាថែមទៀតក្រុមម្ចាស់ផ្ទះហុងគ្រីអាចសុទ្ធបាល់បើកឆាកនៅនាទីទី21សម្រេចបានដោយការតេតយ៉ាងល្អពីសំណាក់កីឡាករខ្សែប្រយុទ្ធ Barnabas Vaga ហើយកីឡាករដដែលក៏ជាអ្នករកគ្រាប់ទី2សម្រាប់ហុងគ្រីតាមស្មើព័រទុយហ្គាល់លទ្ធផល 2-2 នៅនាទីទី84ខ្សែបម្រើ Joao Cancelo សុទ្ធគ្រាប់ទី3មុន Bernardo Silva និង Ronaldo ដើម្បីជួយព័រទុយហ្គាល់ឈ្នះហុងគ្រី 3-2 ការទាត់បាល់ពីនៃ11ម៉ែត្រដ៏ល្អពីសំណាក់ Cristiano Ronaldo នៅនាទីទី58ជាការសុទ្ធបាល់ចូលទីដ៏អស្ចារ្យមួយដែលកីឡាករវ័យ40ឆ្នាំបានផ្ដួលអ្នកចាំទីហុងគ្រីទោះបីជារូបគេបានលោតចំគោលដៅក៏ដោយគ្រាប់បាល់នោះបានធ្វើឲ្យខ្សែប្រយុទ្ធវ័យ40ឆ្នាំក្លាយជាកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេនៅវគ្គជម្រុះ World Cup ដោយស្មើកំណត់ត្រារបស់លោក Carlos Reyes អតីតកីឡាករជម្រើសជាតិ Guatemala ដែលសម្រេចបានចំនួន39គ្រាប់